ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើពីរបៀបអាំងត្រីទឹកអំពិលទុំមានរសជាតិឈ្ងុយឆ្ងាញ់ចាតែគ្រឿងផ្សំរបស់យើងគឺមានត្រី1គីឡូទឹកអំពិលទុំស្លឹកគ្រៃស្លឹកក្រូចរំដេងស្លឹកតើយចាដូចជាមួយនឹង capsaicin ដែលខ្ញុំបានសរសេរខាងលើហ្នឹងអញ្ចឹងចាហើយយើងត្រូវលាងសម្អាតត្រីចំនួន5ទឹកចាពីព្រោះត្រីគឺវារំអិលវាច្រើនណាស់បងប្អូនទាំងអស់គ្នាចាតែទឹកដំបងនេះគឺខ្ញុំលាងជាមួយស្លឹកចេកបងប្អូនទាំងអស់គ្នាចាបន្តមកទៀតគឺយើងត្រូវលាងបន្ទឹកទៀតជាមួយនឹងអំបិលបងប្អូនទាំងអស់គ្នាចាយើងដាក់រោយអំបិលមកហើយយើងធ្វើការដុសលាងត្រីនឹងដើម្បីឲ្យវាអស់ជាតិលម្អិលវាបងប្អូនទាំងអស់គ្នាគឺប្រើចានដៃធំអញ្ចឹងគឺយើងស្រួលលាងបងប្អូនចាបន្តមកយើងដុសជាមួយនឹងអំបិលហើយយើងចាក់ទឹកលាងសម្អាតវាម្សៅទៀតចាបន្តពីលាងសម្អាតម្សៅទៀតហើយយើងដាក់ទឹកស្អាតលាងម្សៅទៀតបងប្អូនដល់គ្នាចានិយាយទៅគឺយើងលាងច្រើនទឹកហ៎បងប្អូនចាបន្តមកទៀតគឺយើងលាងសម្អាតមួយទឹកអង្ករបងប្អូនដល់គ្នានេះទឹកអង្ករចាអូយនិយាយទៅលាងឡើងច្រើនទឹកឯងបងប្អូនគ្នាពោះត្រីនេះល្អិលខ្លាំងណាបងប្អូនចាព្រោះយើងត្រូវដុសលាងវាឲ្យស្អាតដើម្បីឲ្យប្រកាសថាត្រីហ្នឹងវាសម្អាតបានស្អាតល្អចាចង់និយាយថាលាងឡើងត្រីចង់រស់ឡើងវិញហើយបងប្អូន5 6ទឹកទេបងប្អូនទាំងគ្នាតាអូខេនេះគឺជាទឹកបង្ហាយបងប្អូនទាំងគ្នាចានិយាយទៅ5ចូល5 6ទឹកហើយបងប្អូនចាហើយបន្តមកទៀតគឺយើងត្រូវកាត់ស្លឹកក្រូចសើចបងប្អូនអរគុណចាហើយនេះគឺគល់លក្ខីនិយាយទៅកាត់តែជុំវិញផ្ទះហ្នឹងបងប្អូនមុខទៀតហ្នឹងគឺស្លឹកតយហើយស្លឹកតយនេះគឺខ្ញុំយក7ធាងបងប្អូនគ្នាចាកុំភ្លេចរំដេងបងប្អូនគ្នាដោយសារក្នុងទូខ្ញុំមានរំដេងតែបន្តិចអញ្ចឹងខ្ញុំដាក់តែបន្តិចទៅអូខេបន្តមកយើងយកគ្រឿងផ្សំទាំងអស់ហ្នឹងយកមកលាងសម្អាតបាន2ទឹកបន្តមកទៀតគឺយើងយកគ្រឿងទាំងអស់ហ្នឹងមកហាន់បងប្អូនទាំងគ្នាចានេះគឺយើងហាន់ស្មើបងប្អូនទាំងគ្នាមិនបាច់ចំណាត់ទឹកសក់ទេយើងហាន់វាឲ្យបែររាងម៉ត់ហ្មងបងប្អូនទាំងគ្នាព្រោះឲ្យយើងត្រូវយកញាត់ចូលក្នុងពោះត្រីបងប្អូនទាំងគ្នាចាទាំងស្លឹកតយគល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយនិងរំដេងបងប្អូនទាំងគ្នាគឺយើងហាន់វាឲ្យម៉ត់អញ្ចឹងទៅដើម្បីយើងងាយស្រួលក្នុងការញាត់ចូលក្នុងពោះត្រីដើម្បីកាត់ឆ្អាបបងប្អូនទាំងគ្នាពេលដែលយើងដុតទៅគឺវាធំក្លិនឈ្ងុយបងប្អូន
បន្ទាប់ពីយើងបានហាន់គ្រឿងរួចរាល់ហើយគឺយើងចាប់ផ្ដើមយកគ្រឿងទាំងអស់ហ្នឹងចូលក្នុងពោះត្រីបងប្អូនគ្នាចាធានាថាកាត់ឆ្អាបបានល្អបងប្អូនគ្នាចាគ្រឿងយើងច្រើនเนาะចាមានច្រើនមុខសិតតែជាគ្រឿងដែលកាត់ឆ្អាបយើងដល់ពេលដែលយើងអាំងទៅគឺវាចេញមកឈ្ងុយបងប្អូនគ្នាឈ្ងុយដល់ពោះវាទៀតបន្តមកទៀតគឺយើងប្រឡាក់ជាមួយនឹងប៊ីចេងបងប្អូនគ្នាចាចិត្តមួយស្លាបព្រានឹងដែរបងប្អូនគ្នាដើម្បីរោយទៅវាមានជាតិជាមួយនឹងអំបិលចិត្តស្លាបព្រាដូចគ្នាចាដើម្បីឲ្យពេលយើងអាំងទៅគឺវាចូលជាតិវាមានជាតិស្រាប់ហ្មងបងប្អូនគ្នាចូលជាតិក្នុងសាច់របស់វាបងប្អូនចាបន្ទាប់ពីយើងរៀបចំរួចហើយជាមួយត្រីរបស់យើងហ្នឹងគឺយើងយកទៅអាំងបងប្អូនទាំងគ្នាចាហើយបន្ទាប់ពីកំឡុងពេលយើងត្រីយើងកំពុងអាំងហ្នឹងគឺយើងអាចមកចិតបន្លែរបស់យើងចាបន្លែគឺអត់មានអីទេមានតែកន្សក់ហើយនឹងស្ពៃសាឡាត់បងប្អូនសាឡាត់ស្រួយណាចាយើងធ្វើការលាងសម្អាតចំនួន2ទឹកមកបងប្អូនគ្នាដែលសាឡាត់យើងបកខ្លែបវាអញ្ចឹងមកដើម្បីយើងងាយស្រួលបានលាងបានស្អាតបងប្អូនចាដល់សាក់នេះផងណាយើងចិត្តក្បាលវាចោលអស់បងប្អូនបន្ទាប់ពីយើងរៀបចំបន្លែរួចគឺយើងចាប់ផ្ដើមមកហាន់គ្រឿងដើម្បីឆារបស់យើងបន្តគ្នាមានម្ទេសជាមួយនឹងខ្ទឹមសខ្ទឹមក្រហមចាយើងហាន់បែបហ្នឹងមកហើយខ្ទឹមសខ្ទឹមក្រហមហ្នឹងយើងហាន់រៀងច្រើនបន្តិចបងប្អូនទាំងអស់គ្នាពីព្រោះអីយើងដាក់ឆាចូលផងហើយយើងដាក់សម្រាប់យើងទុកនៅខាងក្រៅលាយខាងក្រៅខ្លះផងបងប្អូនហើយខ្ទឹមសមួយចំនួនយើងប្រើសម្រាប់ច្រាំដាក់ឆាបងប្អូនទាំងគ្នាឆាដើម្បីឲ្យឈ្ងុយខ្ទឹមសខ្ទឹមក្រហមផងដែរគឺយើងប្រើសម្រាប់កន្លុកដើម្បីឆាដែរបងប្អូនទាំងគ្នាចាក្នុងនេះមិនដាក់តែម្ទេសមកគ្រាប់ទេចាដើម្បីកុំឲ្យហឹរបងប្អូនទាំងគ្នានេះគឺជាខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសដែលយើងបានកន្លុកមិញមកបងប្អូនគ្នាចាហើយបន្តមកទៀតគឺយើងចាប់ផ្ដើមដាក់ត្រាំអំពិលទុំបងប្អូនគ្នាដែលទឹកខ្ញុំប្រើចំណុះ250 ml បងប្អូនគ្នាចាជាមួយទឹក200 ml ចាហើយអំពិលប្រហែលជាកន្លះខាំទេបងប្អូនគ្នាចាយើងយកមកជ្រុំជាមួយទឹកហ្នឹងបងប្អូនគ្នាដើម្បីឲ្យវាបែកសាច់ល្បាយហ្នឹងចូលគ្នាចាបន្តមកទៀតគឺយើងជុំទៅជុំមកទៅដើម្បីឲ្យវាឆាប់ចាញ់ជាតិបងប្អូនទាំងគ្នា
ចានេះគឺខ្ទឹមសខ្ទឹមក្រហមដែលយើងទុកដាក់ខាងក្រៅបងប្អូនទាំងគ្នាចាជាមួយនឹងម្ទេសព្រោះដោយសារមានអ្នកអត់ចេះម្ទេសបងប្អូនទាំងគ្នាអញ្ចឹងហើយគឺយើងដាក់ម្ទេសក្រៅចាជាមួយស្ករត្នោតបងប្អូនទាំងគ្នាចាបន្តមកទៀតគឺយើងដាក់ឆ្នាំងយកឲ្យក្តៅបងប្អូនទាំងគ្នាហើយបន្ថែមជាមួយនឹងប្រេងឆា2ស្លាបព្រាចាហើយយើងរងចាំឆ្នាំងរបស់យើងក្តៅចាបន្ទាប់ពីក្តៅហើយយើងដាក់ជាមួយនឹងខ្ទឹមសរបស់យើងបងប្អូនទាំងគ្នាលីងឲ្យវាឈ្ងុយទៅលីងទៅលីងមកទៅបងប្អូនទាំងគ្នាដើម្បីកុំឲ្យវាខ្លោចបន្តមកទៀតយើងដាក់ជាមួយនឹងនេះខ្ទឹមសខ្ទឹមក្រហមជាមួយម្ទេសដែលយើងបានកិនហ្នឹងគ្រឿងកិនហ្នឹងយើងដាក់ចូលឆាជាមួយនឹងខ្ទឹមសរបស់យើងបន្ថែមទៀតដើម្បីឲ្យវាកាន់តែឈ្ងុយបងប្អូនអរគ្នាមកទៀតគឺយើងដាក់ជាមួយនឹងស្ករត្នោតបងប្អូនទាំងគ្នាចាដាក់តែកូរវាជាមួយនឹងគ្រឿងកិនរបស់យើងហ្នឹងចាអាសាកូរតិចបងប្អូនទាំងគ្នាដើម្បីកុំឲ្យខ្លោចឆ្នាំងមកទៀតគឺយើងដាក់ជាមួយនឹងទឹកអំពិលទុំបងប្អូនទាំងគ្នានិយាយទៅគ្រឿងកិនហ្នឹងយើងលេងឲ្យវាឡើងពងក្រងបងប្អូនចាបន្តមកទៀតបានយើងដាក់ជាមួយនឹងទឹកអំពិលទុំហើយយើងប្រើកត្រងមកបងប្អូនចាយើងយកតែទឹកវាទេពីព្រោះបើយើងដាក់តង្កាវាទៅវាអាចពេលដែលយើងរងាស់វាទៅវាកាន់តែជូរចាអញ្ចឹងហើយយើងប្រើប្រាស់តែទឹកបានហើយមិនបន្ទាប់ពីលួចជីបបន្តិចមកគឺខ្ញុំក៏ថែមជាមួយនឹងទឹកអំពិលដែលនៅសល់បន្តិចជាមួយនឹងប៊ីចេងបងប្អូនទាំងគ្នាចាហើយនេះគឺទឹកត្រីបងប្អូនទាំងគ្នាចាហើយបន្ទាប់ពីយើងធ្វើការភ្លក់នៅរសជាតិដែលយើងចូលចិត្តហើយគឺយើងអាចបន្ថែមនៅវត្ថុធាតុដើមដែលយើងគិតថានៅស្ទើរបងប្អូនទាំងគ្នាអញ្ចឹងតើតើរសជាតិបងប្អូនអាចធ្វើការភ្លក់ហើយបន្ថែមទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនទាំងគ្នាទៅចាបន្តមកខ្ញុំថែមជាមួយនឹងទឹកត្រីបន្តិចជាមួយនឹងស្ករត្នោតបន្តិចទៀតបងប្អូនទាំងគ្នាចា
ចាពីព្រោះដោយសារភ្លក់ទៅគឺរសជាតិនៅស្ទើរបងប្អូនចាអញ្ចឹងខ្ញុំនិយាយអញ្ចឹងគឺបងប្អូនធ្វើការភ្លក់ហើយដាក់នៅទៅតាមចំណង់ចំណូលចិត្តរសជាតិដែលបងប្អូនចង់បានចាពីព្រោះអីចំណង់ចំណូលចិត្តយើងផ្សេងគ្នាបងប្អូនទាំងគ្នាអ្នកខ្លះទៅចូលចិត្តជូររឿងជូរខ្លាំងយ៉ាងទៅចាអ្នកខ្លះចូលចិត្តផ្អែមយ៉ាងណាបងប្អូនចាបន្ទាប់ពីភ្លក់ច្រើនលើកច្រើនសារចាឥឡូវនេះគឺបានរសជាតិដែលខ្ញុំប្រាថ្នាហើយបន្តមកយើងដាក់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមរបស់យើងបងប្អូនទាំងគ្នាហើយជាមួយនឹងម្ទេសចាព្រោះដោយសារមានអ្នកអត់ចេះម្ទេសតែខ្ញុំអត់ហ៊ានដាក់ម្ទេសច្រើនអត់ហ៊ានដាក់ម្ទេសកិនហ្នឹងច្រើនបងប្អូនទាំងអស់គ្នាអញ្ចឹងសុខចិត្តដាក់ខាងក្រៅវិញចាហើយក៏ជីបរសជាតិម្ដងទៀតនិយាយទៅខ្ញុំអាសាជីបយករសជាតិណាបងប្អូនទាំងគ្នាចាបើជីបរយរសជាតិហ្នឹងដឹងប្រហែលដងហើយបងប្អូនទាំងគ្នាមិនក្រោម5ដងទេចាយករសជាតិដែលយើងចង់បានណាបងប្អូនទាំងគ្នាដែលសម្រាប់យើងគឺឆ្ងាញ់ចាបន្តមកទៀតគឺយើងមកហាន់ជាមួយនឹងសសក់យើងបងប្អូនទាំងគ្នាចាយើងហាន់បែបចំណិតសសក់អញ្ចឹងមកចាហើយងាកមកមើលត្រីយើងគឺឆ្អិនល្មមបងប្អូនទាំងគ្នាចាគឺសិតតែគ្រឿងបងប្អូនទាំងគ្នានិយាយទៅឈ្ងុយណាពេលដែលយើងអាំងយើងអត់ឆ្អាបទេបងប្អូនទាំងគ្នាចាតោះមកមើលទឹកជ្រលក់យើងវិញបងប្អូនចាតកតងនឹងគ្រឿងផ្សំបងប្អូនទាំងគ្នាអាចធ្វើតាមលំនាំលំដាប់លំដោយរបស់ខ្ញុំនឹងបានចាតែតកតងនឹងរសជាតិបងប្អូនអាចដាក់ទៅតាមតម្រូវចិត្តរបស់បងប្អូនទាំងអស់គ្នាដូចខ្ញុំនិយាយយ៉ាងអ្នកខ្លះចូលចិត្តជូរអ្នកខ្លះចូលចិត្តផ្អែមអញ្ចឹងទៅចាគ្នាឥឡូវយើងឆ្អិនហើយបងប្អូនទាំងគ្នាចាជាមួយទឹក7របស់យើងត្រីអាំងជាមួយនឹងទឹក7ទុំអត់ទៅហើយបងប្អូនចាពុកនេះមកឆ្អិនអូខេ let's start ចាត្រីនេះគឺយើងអាំងនេះបងប្អូនចាសម្រាប់នេះស្រួយចាមកនេះមកទឹកមកចាត្រីយើងចាំតែទីអាចចូលកាមេរ៉ាគេតែការតំណែងក៏អត់ទៅមើលយល់ទេតាមមកដល់គ្នាអានេះបើតែខ្ញុំញ៉ាំតែឯងខ្ញុំនិយាយថាម្ទេសអត់ខ្លួនដាក់គ្រាប់ទេចាប៉ុន្តែនេះគឺតែតាមខ្ញុំអត់ទៅចេះធ្វើទេអញ្ចឹងគឺខ្ញុំមានតែដាក់ក្រៅយកមកនេះម្ទេសណាចាម្ទេសចាអត់ដាក់ម្ទេសមកគ្រាប់ស្គាល់ដែរអូខេដាក់ចូលមាត់មកដាក់ទៅមកទៅយ៉ាអូអត់ស្រួយបានឆ្ងាញ់ចំនួនឆ្អិនបងអើយដល់ពេលនេះដល់ទៀតណាទៅមកជិះ9ដាក់អីចាស្រួយទៅនោះចាអត់អូហឺចានិយាយទៅអត់ទៅបានហ្មងនេះនិយាយទៅលើបងប្អូនអរគុណចាខ្ញុំតែអូនbuat over banget coba.
កុំភ្លេចបងប្អូនទាំងអស់គ្នាចូលចិត្តវីដេអូរបស់អ្នកសាកុំភ្លេចជួយ like និង subscribe តាមមួយផងអរគុណចាដើម្បីឃើញវីដេអូថ្មីៗទៀតបាយបាយ